កាបដកស្រង់រឿងទុំទាវបទពាក្យ7ស្មុតបែបរស់ចំណែកទី1ចំនួន8វគ្គវគ្គទី1ដល់ទី8ថ្លាថ្លែងសម្ដែងដើមឈ្មោះទុំនៅខេត្តបាភ្នំដែនដីស្រែកើតកបទំនៀមមានឪម៉ែប៉ុន្តែហេតុត្បិតឥតសំដែងកើតឡើងលុធំល្មមប្រមាណឆ្នាំច្រើនសោតបានម្ដាយតុបតែងយកទៅឲ្យរៀនចោលគ្រឿងល្បែងស្វាស្វែងរកវត្តវិហារធំលោកគ្រូទទួលស្រួលព្រះតីប្រត់ព្រៀនទុំវ័យខាងអាគមអាចគប់ដោយប្រាជ្ញប្រឹងជញ្ជ្រុំខិតខំចង់បួងភ្នួសាមណេរសំណាក់ថិតថេរចំណេះលងមាននេនមួយអង្គគ្រាន់បើដែរនាមឈ្មោះនេនពេជ្រលេចក្រសានេនទាំងពីរកែតែតោកលក់ទុំមានវោហាប្រាជ្ញាផ្សេងមានទាំងសំលេងរូបខ្ចីល្វក់ល្អទ្រង់អង្កាយសាយទឹកមុខរួចទុកនេនពេជ្រស្រាច់ជាប្អូននេនពេជ្រចេះស្រាច់ខាងផ្លុំបៃឆ្លៀសវៃប្រសពភ្លេងមមួនអ្នកនេនពីពិតគិតគុំគួនចំណែក្នុងខ្លួនប្រហែលគ្នាធ្វើតោកធ្វើទុកលក់ដាច់ខ្លាំងនៅផ្ទះទៀបវត្តជាមីងមៀលុំអងរដូវត្រូវរងាព្រឺប្រុងអង្គាជាទុកព្រួយអង្គសលដល់ក្របសង្កត់កាយជួបនេនពេជ្ររាយដូចខ្លួនមួយថានេនពេជ្រហើយចូលគាត់ជួយយើងលក់តោកមួយយូរហើយបាទកាបនេះដកស្រង់ចេញពីរឿងទុំទាវរបស់ព្រះភិក្ខុសង្ឃគ្រិស្តសករាជ1915ទំព័រ5ដល់ទំព័រ9សប្តាហ៍ថ្ងៃនេះមាននៅក្នុងកម្មវិធីសិក្សាភាសាខ្មែរថ្នាក់ទី11មេរៀនទី5ទំព័រ102 103ស្មូតនឹងរក្សាសិទ្ធិដោយបាប៊ូនីបរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្ត្រខ្មែរនិងជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរនៃសាលារៀនគ្រូយើងខេត្តស្ទឹងត្រែង